ឥឡូវខ្ញុំសំណួរសួរថាតើមានអីជាបន្ទាល់ឲ្យប្រកាសថានារីនឹងប្រើបេះដូងជាមួយបរិសយើងធ្លាប់រៀននឹងទុំទាវអត់ធ្លាប់មើលរឿងទុំទាវអត់តើស្នេហាទុំនឹងទាវយ៉ាងម៉េចតើតំណែងរបស់ទុំនឹងទាវយ៉ាងម៉េចនៅពេលដែលទុំមកសុំគ្រូសិស្សគ្រូថាម៉េចអត់ឲ្យសឹកប៉ុន្តែទុំថាម៉េចមិនឲ្យសឹកពួកខ្ញុំត្រូវតែសឹកខ្លួនឯងដែរពីព្រោះទាវគឺជាជីវិតរបស់ខ្ញុំបេះដូងបែបហ្នឹងស្ដាប់តើណាសំណួរសួរថាចុះដៃគូជីវិតយើងនេះធ្វើឲ្យយើងបង្ហាញដូចទាវដូចទុំបង្ហាញដាក់ទាវអត់បើអត់គូយើងខួរក្បាលដដែលសំណួរមួយទៀតមិនបានជាអ្នកទាំងពីរនឹងកើតទុំមុនសកៀលយល់ន័យអត់មានអីជាបន្ទាល់បរោះត្រូវការផ្លូវភេទដើម្បីបើកចំហទៅរកក្តីស្រឡាញ់ឯនារីត្រូវការក្តីស្រឡាញ់ដើម្បីបើកចំហទៅរកផ្លូវភេទនៅពេលអ្នកទាំងពីរឆ្លើយតបគ្នាឆ្លើយតបអារម្មណ៍គ្នាទៅវិញទៅមកមានរឿងអីកើតឡើងពេលនឹងហើយដែលទុំមុនស្រគាកើតមានឡើងយល់បានទេអ្នកខ្លះគាត់ថាគាត់ប្រើបេះដូងនៅពេលដែលខ្ញុំសួរគាត់ថាតើអារម្មណ៍គាត់ដូចទុំឯនឹងទាវអត់គាត់សេកញ៉ាញហ្មងទៅអត់ទេខ្ញុំមិនដែលគិតរឿងអាក្រក់ៗអញ្ចឹងទេសូមជម្រាបខួរក្បាលសុទ្ធនៅពេលដែលនារីបើកបេះដូងទទួលបរិសណាហើយនារីនឹងបើកចំហឆ្ពោះទៅរកចំណីទី2បេះដូងហើយនៅពេលដែលនារីទទួលបានចំណីទី1រួចហើយបេះដូងកាលណាគេឆ្លើយតបគ្នាទៅវិញទៅមកបេះដូងទៅវិញចូលគ្នាហើយយល់បានទេនឹងបេះដូងដល់ពេលអ្នកខ្លះវិញគាត់ថាអូអត់ទេខ្ញុំគ្មានអារម្មណ៍ស្អីណាចឹងទេខួរក្បាលសុទ្ធបេះដូងអត់ចឹងទេខួរក្បាលដឹកមុខហេតុអីពីព្រោះក្នុងចិត្តរបស់មនុស្សខួរក្បាលខុសត្រូវល្អអាក្រក់សមចំណេញខាតអូតូម៉ាទិក